អាដាមម៉ាងស៊ីណេតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសូមថ្លែងអំណរគុណលោកគ្រូព្រះចៅអធិការវត្តមេគុណខេត្តនិងមន្ត្រីសង្ឃខេត្តព្រះសីហនុស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងសប្បុរសជនដែលបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរសៀលថ្ងៃទី13ខែតុលាឆ្នាំ2025អាដាមម៉ាងស៊ីណេតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុទទួលអំណោយមនុស្សធម៌ពីគណៈសង្ឃខេត្តព្រះសីហនុដឹកនាំដោយព្រះឧត្តមវិជាគង់ប្រុសព្រះមេគុណខេត្តនិងសហការីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងសប្បុរសជនក្នុងខេត្តព្រះសីហនុពិធីទទួលនិងប្រគល់នេះបានប្រពើនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុស្ថិតនៅសង្កាត់លេខ3ក្រុងព្រះសីហនុដើម្បីអបអរសាទរខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហមក្រោមប្រធានបទរួមគ្នាស្ម័គ្រចិត្តដើម្បីសហគមន៍មានសុខភាពល្អនិងមានភាពធន់នឹងអាកាសធាតុអាដាមម៉ាងស៊ីណេតប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសូមថ្លែងអំណរគុណលោកគ្រូព្រះចៅអធិការវត្តមេគុណខេត្តនិងមន្ត្រីសង្ឃខេត្តព្រះសីហនុស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនិងសប្បុរសជនដែលបានចូលរួមការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុជាពិសេសបានចូលរួមគាំទ្រវិស័យវីរៈកងទ័ពរបស់យើងនៅសមរភូមិមុខក៏ដូចជាជនភៀសសឹកព្រោះវិស័យព្រះពុទ្ធសាសនាអាណាចក្រនិងពុទ្ធចក្រយើងដើរជាមួយគ្នារាជរដ្ឋាភិបាលកម្ពុជាកំពុងដើរលើគោលនយោបាយអន្តរជាតិដើម្បីមានឆន្ទៈក្នុងការអនុវត្តបទឈប់បាញ់ប្រកបដោយគុណធម៌សិលធម៌ហើយកម្ពុជាឈ្នះលើការទូតកម្ពុជារក្សាភាពស្ងប់ស្ងាត់ក៏ប៉ុន្តែមិននៅស្ងៀមនោះទេទន្ទឹមនោះយើងកំពុងតែពង្រីកសេដ្ឋកិច្ចផ្ទៃក្នុងរបស់យើងដើម្បីធ្វើការប្រកួតប្រជែងនឹងផលិតផលពីបរទេសយើងរួមគ្នាគាំទ្រផលិតផលខ្មែរបម្រើឲ្យទីផ្សារក្នុងស្រុកទន្ទឹមនោះពង្រឹងការផលិតលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរព្រមទាំងបានធ្វើការអំពាវនាវចំពោះអាដាមលោកជំទាវអ្នកអង្គញាព្រះសង្ឃលោកស្រីអ្នកនាងកញ្ញាជាសប្បុរសជនគ្រប់មជ្ឈដ្ឋាននិងបងប្អូនជនរួមជាតិសូមចូលរួមបរិច្ចាគថវិកានិងសម្ភារៈតាមសទ្ធាជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុក្នុងឱកាសខួបលើកទី162ទិវាពិភពលោកកាកបាទក្រហមនិងអត្តច័ន្ទក្រហម8ឧសភា2025ដើម្បីឲ្យសាខាមានធនធានបន្តផ្ដល់សេវាកម្មមនុស្សធម៌ដោះស្រាយបញ្ហាប្រឈមនានាបន្តពង្រឹងភាពធន់សហគមន៍និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះបំផុតស្របតាមគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមនិងអត្តច័ន្ទក្រហមអាដាមប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថាអាដាមលោកជំទាវលោកស្រីអ្នកអង្គញាព្រះសង្ឃលោកស្រីអ្នកនាងកញ្ញានិងសប្បុរសជនគ្រប់មជ្ឈដ្ឋានអាជីវករពាណិជ្ជករនិងចូលរួមយ៉ាងច្រើនកកជួយឧបត្ថម្ភជាថវិកាសម្ភារៈដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុពុំខានឡើយក្រុមការងារមូលនិធិរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុរងចាំទទួលពីសប្បុរសជនគ្រប់មជ្ឈដ្ឋានរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃនេះតទៅនៅទីស្នាក់ការកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុអំណោយដែលទទួលបានមានដូចជា1គណៈព្រះសង្ឃខេត្តព្រះសីហនុមានទេយ្យទានជាច្រើនមុខនិងថវិកា10លានរៀល2ស្នងការនគរបាលខេត្តព្រះសីហនុថវិកាចំនួន29,720,000រៀលនិងសប្បុរសជនថវិកា$50